តោះបងប្អូនចង់ដឹងថាអ្នកស្អាងគេមកស្រុកកំណើតគេធ្វើអីខ្លះចូលរួមទស្សនាវីដេអូនេះទាំងអស់គ្នាដល់ចប់ដូចរាល់ដងអញ្ចឹងគឺជិត30ឆ្នាំហើយរឿងដែលខ្ញុំមកស្រុកកំណើតហើយរឿងទី1ដែលខ្ញុំត្រូវធ្វើមុនគេបំផុតនោះគឺខ្ញុំត្រូវឆ្លងទូកដនតែម្ដងឆ្លងទូកចប់មកដល់ផ្ទះអត់បងអង់យូរទេដាក់កតាបចុះហើយក៏អត់មានបានអង្គុយអីជជែកមួយគ្រួសារដែរគឺរឿងទី2ដែលខ្ញុំត្រូវធ្វើនោះគឺខ្ញុំត្រូវទៅដើររត់ទិញហូបនៅក្នុងភូមិដើម្បីចម្អិនហូបជុំគ្នាជាមួយនឹងអ្នកផ្ទះខ្ញុំនៅពេលថ្ងៃត្រង់ហ្នឹងអញ្ចឹងថ្ងៃនេះសម្រាប់ថានឹងស្លសម្លម្ជូរក្រាក់ទាកាប៉ាដែលមានគ្រឿងផ្សំងាយៗខ្លាំងមែនទែនបងប្អូនគឺគ្រាន់តែយើងមានគុលក្រៃម្ដេងស្លឹកក្រូចសើចប្រហុកបញ្ច្រាំរៀងចាស់តិចមកស្លប្រភេទម្ជូរព្រៃនេះយើងប្រើគ្រឿងដិតបន្តិចបានវាឈ្ងុយហើយឆ្ងាញ់ហើយមានខ្ទឹមក្រហមខ្ទឹមសក៏ដូចជាទឹកដោះគោឬក៏ប្រេងខ្យងហ្នឹងយើងដាក់លាយឡំវានៅក្នុងម្ហូបហ្នឹងទៅហើយរំងាស់វាគ្របវាមកសន្ទុះប្រហែលជាកន្លះម៉ោងទៅ45នាទីទៅដើម្បីឲ្យវាចេញទឹកព្រៃហើយនឹងគ្រឿងហ្នឹងវាចាប់ជាតិគ្នានៅក្នុងមុខម្ហូបហ្នឹងបងប្អូនខ្ញុំមានអារម្មណ៍ថាស្លមួយមុខនេះហើយគឺខ្ញុំស្លទៅគឺខ្ញុំធ្វើច្រើនជាងគេនោះគឺខ្ញុំសប្បាយកោហ្មងគឺខ្ញុំបើកឆ្នាំងកោបិទឆ្នាំងកោត្រឡប់ចោះត្រឡប់ឡើងដើម្បីឲ្យគ្រឿងវាចូលជាតិបងប្អូនតាមពិតម្ជូរដែលខ្ញុំនឹងត្រូវប្រើជាមួយនឹងស្លម្ជូរក្រាក់ទាកាប៉ានេះគឺខ្ញុំប្រើម្ជូរអំពិលទេប៉ុន្តែដោយសារតែខ្ញុំឃើញផ្លែលឹងតឹងនៅចិត្តផ្ទះខ្ញុំនេះវាល្អខ្លាំងពេកខ្ញុំក៏សាកបេះវាយកមកលាយជាមួយនឹងស្លម្ជូរក្រាក់ទាកាប៉ាហ្នឹងចង់ដឹងថាវានឹងទៅជាយ៉ាងណារសជាតិប៉ុន្តែមានអីបងប្អូននៅពេលដែលខ្ញុំដាក់ហើយទី1បលឹងតឹងហ្នឹងយើងអាចហូបជាបន្លែបានទី2ផ្លែតលឹងតឹងហ្នឹងជាតិជូរវាគឺមានជាតិជូរអែមហើយអត់ជ្រេញដូចអំពិលទុំទេអញ្ចឹងហើយវាធ្វើឲ្យស្លយើងកាន់តែឆ្ងាញ់មួយកម្រិតទៀតអូខេអញ្ចឹងបន្លែចុងក្រោយបំផុតដែលខ្ញុំនឹងដាក់ចូលនោះគឺមានត្រាប់ជាមួយនឹងម្ទេសដើម្បីឲ្យម្ហូបយើងហ្នឹងគឺលាយឡំជាមួយនឹងបន្លែហើយនឹងសាច់ខ្លះកុំឲ្យវាធំបងប្អូនកាលណាដែលយើងហូបសាច់ខ្លាំងពេកគឺវាច្បាស់ជាធំហើយអញ្ចឹងនេះម្ហូបខ្ញុំបានឆ្អិនរួចរាល់ហើយខ្ញុំក៏ដួសដាក់ចានហើយប្រើប្រាស់បន្លែតកួនទ្រាប់ពីខាងក្រោមទំនងណាស់បងប្អូនអើយក្លៀនបាយទៀតបាត់ទៅហើយ Oh my